នៅល្ងាចថ្ងៃទី1ខែកក្កដាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការការងាររបស់សម្ដេចដែលមានខ្លឹមសារដូចតទៅនេះខ្ញុំទើបបានជួបជាមួយលោកសាស្ត្រាចារ្យសុងម៉ាស៊ូរ៉ែលដើម្បីពិនិត្យនិងពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីលោកសាស្ត្រាចារ្យសុងម៉ាស៊ូរ៉ែលគឺជាសមាជិកដ៏សំខាន់មួយរូបក្នុងក្រុមទីប្រឹក្សាច្បាប់និងមេធាវីដែលបានជួយឲ្យកម្ពុជាទទួលបានជោគជ័យក្នុងរឿងក្តីនៃការបកស្រាយសារក្រមប្រាសាទព្រះវិហារក្នុងឆ្នាំ1962នៅឆ្នាំ2011ដល់ឆ្នាំ2013នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កម្ពុជានៅបន្តមិនរាថយចំពោះការនាំយករឿងក្តីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិនោះទេរាជធានីភ្នំពេញថ្ងៃទី1ខែកក្កដាឆ្នាំ2025